Rương prênh muối ban nịch tiền thả miên đạch mười óng miên mà he sấy buồn nè bởi óng sầu lạnh mà he sấy tì bốn clang chỉnh kỳ ai tanh ta tinh ẩm nói miên đầm lại đôi chịp bếch mía nâng xùm lý bầm pé đo sros a chì chra ngày muối đạch trung chư nguồn hai đằng thả trốn nâng sau tì bằng cốt đời khai ca thua đầm nã từ can pra lô tại mà nè ái bởi óng có tra hào mà he sấy tì buồnได้ព្រះអង្គស្រឡាញ់បំផុតមកសួរថាតើអូននឹងទៅជាមួយបងដែរទេមហេសីទី4បដិសេធយ៉ាងដាច់អហង្ការហើយដើរចេញទៅដោយអស់សង្ឃឹមស្ដេចក៏ត្រាស់ហៅមហេសីទី3ដែលព្រះអង្គក៏ស្រឡាញ់ខ្លាំងដែរហើយមានមោទនភាពចំពោះសម្រស់របស់នាងព្រះអង្គសួរនាងនៅសំណួរដដែលថាតើអូននឹងទៅជាមួយបងទេតើអូននឹងស្លាប់ជាមួយយើងទេហើយទៅជាមួយយើងទៅកាន់បរលោកទេមហេសីទី3ឆ្លើយថានាងស្រឡាញ់ជីវិតរបស់នាងណាស់ដូច្នេះនាងមិនអាចទៅជាមួយព្រះអង្គបានទេហើយថែមទាំងប្រាប់ទៀតថានាងនឹងរៀបការថ្មីបន្ទាប់ពីព្រះអង្គសោយទីវង្គតបន្ទាប់មកស្ដេចក៏ត្រាស់ហៅមហេសីទី2ដែលតែងតែនៅក្បែរព្រះអង្គក្នុងគ្រាលំបាកហើយសួរនាងនៅសំណួរដដែលមហេសីទី2ឆ្លើយដោយសោកស្ដាយថានាងមិនអាចជួយព្រះអង្គបានទេប៉ុន្តែនាងនឹងរៀបចំពិធីបុណ្យសពរបស់ព្រះអង្គហើយនឹងនៅទីនោះសម្រាប់ពិធីបុណ្យពេលនោះស្ដេចក៏មានអារម្មណ៍ខ្មាស់អៀនហើយគិតថាយើងគួរតែមើលថែអ្នកឲ្យបានល្អជាងនេះហើយផ្ដល់ការយកចិត្តទុកដាក់ដល់នេះឲ្យបានច្រើនជាងនេះនៅពេលយើងនៅរស់ត្រាប់តែមានសម្លេងមួយបន្លឺឡើងថាខ្ញុំនឹងរស់នៅជាមួយព្រះអង្គហើយទៅតាមព្រះអង្គគ្រប់ទីកន្លែងទោះបីជាទៅកាន់បរលោកក៏ដោយស្ដេចក្រឡេកមើលទៅហើយឃើញថាជាមហេសីទី1ដែលជាមហេសីដែលព្រះអង្គមើលថែតិចបំផុត